សំណួរតើអាកប្បកិរិយាល្អនៅទីសាធារណៈមានអត្ថន័យយ៉ាងដូចម្តេចចម្លើយអាកប្បកិរិយាល្អនៅទីសាធារណៈមានអត្ថន័យដូចតទៅគោរពច្បាប់ចរាចរណ៍គឺដើរឬបញ្ជាយានយន្តត្រូវគោរពតាមច្បាប់ជាធរមានគោរពភ្នាក់ងារនគរបាលគឺគោរពចំពោះបញ្ជាឬបម្រាមរបស់នគរបាលមើលការខុសត្រូវទីសាធារណៈដើម្បីថែរក្សាសណ្ដាប់ធ្នាប់សន្តិសុខសង្គមស្លៀកពាក់ឲ្យបានត្រឹមត្រូវគឺកុំលែងខ្លួនទទេធ្វើដំណើរដោយសេរីពាសវាលពាសកាលឬស្លៀកពាក់លិចលើលិចក្រោមហួសហេតុជាដើមត្រូវប្រកាន់អរិយាប័ត្រថ្លៃថ្នូរគឺមិនត្រូវប្រឡែងគ្នាសើចហូរកញ្ជ្រៀវប្រើពាក្យអាភាសឬស្រែកឡូឡារំខានដល់អ្នកដទៃត្រូវគោរពថែទាំទីសាធារណៈគឺមិនត្រូវចោលសម្រាមបេះបោចផ្កាតាមសួនឬបន្ទោបងផ្ដេសផ្ដាសត្រូវអនុគ្រោះគ្នាទៅវិញទៅមកគឺផ្ដល់អាទិភាពដល់ឡានដឹកសពឡានពេទ្យឡានអគ្គិភ័យឡានគណៈប្រតិភូជាន់ខ្ពស់ជួយយកអាសាកុមារមនុស្សចាស់ឬជនពិការជាដើម